ខ្ញុំជឿជាក់ថាបងប្អូនអាណិតអាសូរទឹកដីខ្មែរយើងដូច្នេះខ្ញុំសូមក្មួយទាំងអស់ដែលជាតំពាំងយុវជនទាំងអស់សូមជើញឡើងមកនេះមកច្រៀងទាំងអស់គ្នាឬមួយអ្នកណាចេះច្រៀងចម្រៀងជនជាតិខ្មែរសូមអញ្ជើញមកនេះចាសូមអញ្ជើញមកនេះមកជួយខ្ញុំផងបាទសូមអ្នកជំនាញទាំងអស់ណាខុនវណ្ណាសុភារាលីណាបាទឡើងមកជួយច្រៀងគាត់មកបត់ទៅព្រោះជាមនុស្សសញ្ជាតិរបស់យើងបាទហើយបន្ទាប់ពីនឹងទៅសូមលោកពូម៉ាយដែលលោកមានឱកាសចំនួន15នាទីបាទនៅក្នុងវេទិកាហ្នឹងបន្ទាប់មកយើងអុជធូបទៀនសែនហើយពីនឹងទៅយើងលេងរាំវង់ដល់ម៉ោង 9:45 នាទីបាទគេឲ្យយើងដល់ម៉ោង10ទេណាបងប្អូនបើនេះក៏យើងត្រូវសង្ខេបអ្វីៗដែលយើងមិនត្រូវនិយាយគឺថាមិនទៅថាមានសារៈសំខាន់យើងស្តុបចោលទាំងអស់បាទឥឡូវសូមអញ្ជើញណែខុនមណាលីណាសុភារាបាទឡើងមកច្រៀងជួយគាត់បំបត្តិជនជាតិខ្មែរកើតនៅលើដីខ្មែរហ្នឹងហើយសុភួរចេះច្រៀងទេហើយចេះរាំទេបាទរាំមើលខ្ញុំបានទេអរជាសិនដែរបាទសូមអរគុណបាទមិនបាច់ភ្លេងទេសូមសាក់មួយសូមជូនបទជនជាតិខ្មែរបើសិនជាបងប្អូនចេះហើយសូមរួមគ្នាជាមួយគ្នាជួយនៅចម្រៀងតែយើងជាខ្មែរគួរណាតែចេះទាំងអស់គ្នាចាចាំអ្នកណាចង់អញ្ជើញមកលើឆាកក៏បានដែរនេះជាឆាកយើងទាំងអស់គ្នាទេសូមជិះឡើងរំវងទាំងអស់គ្នាចាសូមអរគុណជឿសាច់ក៏ទំពាំងស្នរឬស្អីតែម្ដងចាសូមជិះឡើងរំទាំងអស់គ្នាជាចង្វាក់រំវងចា
សូមអរគុណបងប្អូនដែលបានស្ដាប់សំនៀងមិញហ្នឹងគឺថាអ្នកស្រីមូលធួនគាត់ពីបញ្ចេញមនោសញ្ចេតនាគាត់ហើយប៉ុន្តែដោយពេលវេលាយើងខើចពេកហើយសូមលោកព្រម៉ាយខ្ញុំកម្មវិធីហ្នឹងតម្រូវឲ្យលោក5ដល់10នាទីខ្ញុំចង់ឡើងនិយាយតែបន្តិចទេមិនដល់15នាទីទេដោយសារមានចម្រៀងជនជាតិបាទដោយសារចម្រៀងជនជាតិនោះខ្ញុំចង់ភ្ជាប់ពីត្រឹមចម្រៀងជនជាតិមកទេហើយដល់ឥឡូវនេះវាដល់នេះវាចង់ហួសទៅហើយខ្ញុំចង់និយាយថាឥឡូវហ្នឹងស្រុកខ្មែរយើងហ្នឹងវាផ្លូវល្អហើយពីដើមហ្នឹងបើសិនជាយើងចង់ទៅដល់រតនគិរីទៅកន្លែងជនជាតិទៅដល់អូពងមាន់ហ្នឹងត្រូវជិះតម្រៃហ្នឹង6យប់6ថ្ងៃបានដល់ហើយដល់ឥឡូវហ្នឹងគឺថាផ្លូវតាំងពីកំពង់សោមទៅដល់រតនគិរីហ្នឹងថ្ងៃត្រង់ដល់ហើយអញ្ចឹងមានអ្នកកំពង់សោមហ្នឹងគេទៅលេងរតនគិរីទៅហូបអាស្រាបឺតហ្នឹងដែលខ្ញុំឃើញឯងបងប្អូនគេឡើងច្រៀងឲ្យរាំម្ដែងរបៀបរបាំជនជាតិហ្នឹងហើយគេហូបអាស្រាបឺតហ្នឹងទៅក៏ហៅចងគ្នាធ្វើក្លើមិត្តភ័ក្ដិនោះហើយគេបបួលអ្នកជនជាតិហ្នឹងមកកំពង់សោមវិញដល់ពេលនេះមកក៏ល្ងឹតទៅអ្នកជនជាតិហ្នឹងអត់ដឹងគាត់ភ្នំពេញមិនដែលមកផងឲ្យគេនាំទៅរហូតដល់កំពង់សោមដល់ព្រឹកឡើងភ្ញាក់មកវាចំផ្ទះគេនៅមាត់ទឹកឲ្យភ្ញាក់មុនម្ចាស់ផ្ទះចាក់មុនម្ចាស់ផ្ទះស្រាប់តែឃើញទឹកសមុទ្រហ្នឹងគ្នាមិនដែលស្គាល់សមុទ្រអីចាក់គេគក់ទ្រូងងាប់ស្រុកឯនេះក៏ខ្ជិលមកបឹងប៉ុណ្ណាអត់មានផលិតមកតងបែបប្រុងឲ្យដាំផលិតក្នុងសមុទ្រហ្នឹងបើស្រុកអញដាំឈូកពេញអស់ហើយអ្នករតនគិរីហ្នឹងគេថាឲ្យសត្វតែទឹកចឹងឯងរស់ស៊ីអីដល់អ្នកកំពុងសោមថាអញចាំបកាឯងមកចាំបកាជាមួយអញទៅអ្នករតនគិរីទៅអញដឹងបកាស៊ីអីទេវើយអញនៅនោះចាំតែបកួយឲ្យដល់ពេលអ្នកពងសោមតែបកួយស៊ីអីបកួយស៊ីកាឌីឲ្យចុះបកាឯងស៊ីមឹកសបាយបាទចង់ចូលចិត្តតាបងប្អូនសបាយរីករាយឲ្យគ្រប់គ្រងជាពិសេសគឺអរគុណដល់សហព័ន្ធដែលបានគ្រប់គ្រងសិល្បៈបាទទាំងនៅទីនេះទាំងខ្ញុំមកពីស្រុកខ្មែរផងឥឡូវវានៅអញ្ចឹងនៅស្រុកខ្មែរផងនៅអាមេរិកផងហើយក៏មានភ័ព្វវាសនាបានមកនៅឡូនេះឡូវែលម្ល៉េះហើយតែ 4-5 ម៉ោងមកដល់ម៉ុងរ៉េអាល់ដែរហើយចឹងវាចិត្តកាណាដាដែរតែខ្ញុំហ្នឹងវាពីមុនហ្នឹងមកដល់ដំបូងនៅកាលីហើយខ្ញុំនិយាយរឿងអ្នកនៅស្រុកខ្មែរនោះគាត់មានកូននៅអាមេរិកហើយនឹងយូរហើយតាំងឆ្នាំ8ជាងម្ល៉េះហើយអត់ឃើញមុខគ្នាទេកូនប៉ុណ្ណាគាត់អត់ដឹងដែរគេផ្ញើតែសបុតផ្ញើតែលុយទៅហ៎ហើយនឹងកូននឹងទូរស័ព្ទទៅហើយម៉ែនឹងនឹកកូនខំទូរស័ព្ទមកកូនណាកូនឯងមកលេងម៉ែមកជើងមកម៉ែនឹងនឹកកូនឥឡូវស្គមដូចស្លឹកកដបទៅហើយកូនគេមកលេងម៉ែគេពីរបីជើងហើយណាកូនហើយដល់តែកូនវាឆ្លាញ់ម៉ែស្គមអញ្ចឹងកូនទៅលេងមកជើងដួលបាត់ហើយកាលតែនៅអាមេរិកហ្នឹងនៅកាលីនឹកឃើញថាគេថាអូកាលីហ្នឹងកម្មករវាខ្មែរថាកម្មករខំមកដូរមកឡូដល់ឡូមែនឡូមែនវាមិនហាយឥឡូវនៅឡូហ្នឹងចឹងវារកហាយឃើញ
បានដឹងតែខ្លួនឯងល្បីសុំទោសណាចឹងក៏សុំជូនពរជ័យសិរីសួស្តីជួបពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុភៈពលៈកំបីគ្លៀងគ្លៀតឡើយនិងពរមួយទៀតបដិភិនៈជាពរសម្ដេចសង្ឃជួនណាតហើយក៏សុំជួបសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វានសម្បត្តិមនុស្សមានសាច់ខ្លែមមានស្រាសម្បត្តិទេវតាមានធូបមានទៀនសម្បត្តិព្រះនិព្វានមានប្រឡងឲ្យចែកដីទេនិយាយលេងទេនិព្វានជាឋានបរមសុខតែគាត់អត់ទាន់ឃើញណាទូរស័ព្ទមួយសោះហើយជាបានសុខហើយអរគុណហើយចាំមើលអ្នកគេធ្វើសត្វថ្លៃហ្នឹងណាតែលោតាក់តងបាននិយាយលេងទេពួកយើងសាសនាយើងគឺថាគេហៅថាវត្តអារាមជាស្រែបុណ្យដែលខេមរជនធ្លាប់ផ្ញើទានផ្ញើសិលដោយស្មោះទូក្រមានសម្រាប់ជាស្ពានឆ្លងផុតទុក្ខអញ្ចឹងគឺថាយើងសន្សំកុសលណាសន្សំបណ្ណាបានប៉ុណ្ណឹងអត់មានដូចថាអ្នកខ្លះចេះនិយាយលេងថាធ្វើល្អបានល្អធ្វើអាក្រក់បានលុយមិនមែនទេបាទធ្វើអាក្រក់គឺបានអាក្រក់នៅស្រុកខ្មែរនោះក៏អញ្ចឹងដែរគេជឿជាក់បាទដោយសារមានអ្នកដែលធ្វើអាក្រក់ហ្នឹងក៏ទៅតាមដំណើរអាក្រក់អញ្ចឹងដែរបាទអញ្ចឹងសូមអរគុណណាចាសូមអរគុណលោកប្រមាញចាសូមសម្លេងចាស់ដៃខ្លាំងខ្លាំងមួយចាបាទអរគុណច្រើនដល់លោកប្រមាញដែលបានផ្ដល់កិត្តិយសក្នុងកម្មវិធីទីវាទាំងក្នុងរស័យនេះគឺក្នុងនាមយើងខ្ញុំគឺថាយើងសប្បាយរីករាយមែនទែនហើយបងប្អូនខ្ញុំដឹងថាបងប្អូនចង់រាំហើយចង់បានរាំនោះគឺចង់ណាស់ប៉ុន្តែឥឡូវនេះវាមានកម្មវិធីមួយទៀតគឺថាខ្ញុំសូមឲ្យសហព័ន្ធបងប្អូនទៅអុជធូបទៀនទៅគឺថាយើងអត់មានស្អីទៀតទេគឺទៅអុជធូបទៀនដើម្បីនឹកគុណដល់វីរជនវីរៈសាមណៈយើងដែលបានការពារទឹកដីរបស់យើងដែលបានជ្រោមជ្រែងទឹកដីរបស់យើងឲ្យរស់ដល់ថ្ងៃនេះសូមលោកថាច់ហើយលោកតកំថងហើយបងប្អូនគ្រប់សាខាទាំងអស់សូមអញ្ជើញអុជធូបអុជទៀនហើយបងប្អូននៅខាងនោះចាក់ភ្លេងទៅបាទហើយសូមអញ្ជើញនាងហង្សវត្ថាបាទហង្សវត្ថាមកលឿនខ្ញុំមាន2នាទីសម្រាប់នាងបាទសូមអញ្ជើញលឿនព្រោះកម្មវិធីយើងចង្អៀតពេកបន្ទាប់ពីនឹងទៅបងប្អូនសមេតគឺបងប្អូនណាន់តប់ព្រោះនៅ1ម៉ោងទៀតទេបងប្អូនរំពួកវីគឺថាក្នុង1ម៉ោងហ្នឹងប្រហែលជា30បទបាទក្នុងម៉ោង30បទអត់មានទៅណារួចទេបងប្អូនវិធីគឺថាត្រៀមខ្លួនសភារាក៏ត្រៀមខ្លួនដែរព្រោះយើងលេតបន្តិចលេតដោយសារកម្មវិធីយើងចង្អៀតពេកបងប្អូនកាលណាយើងមិននិយាយទៅគឺថាអត់មានន័យអីសោះអស់បើយើងទៅនិយាយបាទហើយទៅជាតាមមានអីដែរសូមនិយាយលឿនបាទនាងចាអញ្ចឹងនាងខ្ញុំក៏គ្មានអីដែរចានេះគឺជានីតិបញ្ចប់របស់នាងខ្ញុំហើយចានាងខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីនេះចាហើយសង្ឃឹមថានឹងជួបគ្នានៅឆ្នាំក្រោយទៀតឲ្យបានកកច្រើនជាងនឹងចាហើយសូមជូនពរបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅតាមគេហដ្ឋានវិញបានសុខសប្បាយទាំងអស់គ្នាហើយរកស៊ីធូរធារទាំងអស់គ្នាចាសាធុបាទចាកុំភ្លេចពេលលើភ្លេងអញ្ជើញឡើងរាប់ឲ្យសប្បាយទាំងអស់គ្នាចាព្រោះរាត្រីនេះដូចជាអាកាសធាតុល្អណាស់ចាមិនត្រជាក់ដូចឆ្នាំមុនទេចាសូមបងប្អូនមកអញ្ជើញមកអុជធូបឲ្យធានទៅហើយបងប្អូនចាក់ភ្លេងទៅហើយនាងហង្សបន្ថាខាងយើងទទួលវត្ថុខ្មែរប៉ុស្តិ៍យើងទទួលវត្ថុខ្មែរពិភពលោកយើងទទួលវត្ថុខ្មែរក្រោមហើយនៅវត្ថុខ្មែរនៅម៉ុងរ៉ាល់បាទសូមអញ្ជើញយើងមានប្រសាសន៍2នាទីបាទសូមអញ្ជើញបាទចាសូមអរគុណលោកពូជាស្ភ័នចានៅក្នុងនាមខ្ញុំចាជាក្រុមខាងរ៉ាឌីយ៉ូខ្មែរម៉ុងរ៉ាល់មានសេចក្តីរីករាយនិងសូមគោរពនិងសូមថ្លែងអំណរគុណដល់ខាងសហព័ន្ធទំពាំងស្នងរិស័យបានផ្ដល់ពេលវេលាឲ្យនាងខ្ញុំដើម្បីជម្រាបផ្សាយជូនចាដល់បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងកកនៅក្នុងមហោស្រពនេះគឺធំជម្រាបថាយើងក្រុមតាយយើងខ្ញុំហ្នឹងគឺមានកម្មវិធីមុនស្នេហ៍សំនៀងរាត្រីថ្ងៃច័ន្ទគឺបានផ្សាយតាមរលកធាតុអាកាសចា1280 AM ដូចជាតាមរយៈអ៊ីនធឺណិត CFMB.net ចាអាចចូលស្ដាប់ពេលវេលាម៉ោង11ទៅរហូតដល់ម៉ោង12យប់ចារៀងរាល់រាត្រីថ្ងៃច័ន្ទរៀងរាល់សប្តាហ៍ចាហើយព្រមពេលជាមួយនេះផងដែរយើងខ្ញុំបានដឹងថាយប់ជ្រៅចាម៉ោង11ដល់ម៉ោង12គឺជាពេលវេលាដែលបងប្អូនយើងទាំងអស់ចូលសម្រានហើយក៏ប៉ុន្តែបើសិនណាជាពេលវេលាមិនបានផ្ដល់ឲ្យទេគឺអាចចូលស្ដាប់តាមរយៈខ្មែរម៉ុងរ៉ាល់.netចាអាចស្ដាប់បានគ្រប់ពេលវេលាទាំងអស់តែម្ដងចាហើយនៅក្នុងនោះគឺមានកំងទេគឺចូលទៅខាងកងតាចាអាចផ្ដល់នៅកំងទេផ្លែចាយើងខ្ញុំនឹងមានសេចក្តីរីករាយនឹងសូមទទួលនៃការតិចទៀនគ្រប់បែបយ៉ាង
ដោយជាការកែលម្អខាងវិទ្យុយើងចា